សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនមុនប៉ប EAO និង YAYO ដែលបើសិនជាយើងបកប្រែជាភាសាខ្មែរមានន័យថាគឺជាអញ្ចឹងមុនចាំងទី1យើងនិយាយថា 학생이에요 학생이에요 មានន័យថាអ្នកគឺជាសិស្សមែន 네 학생이에요 네 학생이에요 បាទចាខ្ញុំគឺជាសិស្សA ក៏ឆ្លើយទៅថា 의사예요 의사예요 អ្នកគឺជាគ្រូពេទ្យមែន B ឆ្លើយថា 네 의사예요 네 의사예요 អញ្ចឹងមុនចាំទាំងអស់នេះគឺយើងសួរអំពីថាតើគាត់គឺជានរណាម្នាក់អញ្ចឹងយើងប្រើជាមួយនឹងមុនប៉ប EAO និង YAYO ក្នុងការប្រើប្រាស់ EAO និង YAYO យើងមានលក្ខខណ្ឌ2ដោយលក្ខខណ្ឌទី1គឺយើងប្រើជាមួយនឹង EAO នៅពេលដែលយើងប្រើជាមួយនឹង EAO គឺមញ្ញសារនាមដែលបញ្ចប់ដោយឆើមមានន័យថាភ្ជនជាអ្នកដែលមានជើងយើងត្រូវបូកជាមួយនឹង EAO ករណីដូចជា 선생님 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 មានន័យថាគ្រូយើងមើលពាក្យ 님 នៅខាងក្រោយពាក្យខាងចុងគេហ្នឹងមានមីអ៊ឹមជើងមីអ៊ឹមដែលជាឆាអ៊ឹមដូច្នេះយើងត្រូវបូកជាមួយនឹង EAO ទៅជា 선생님이에요 선생님이에요 បន្តទៀតគឺពាក្យថា 회사원 회사원 គឺមានន័យថាបុគ្គលិកក្រុមហ៊ុនអញ្ចឹងពាក្យខាងចុងគេគឺ won ហ្នឹងយើងបញ្ចប់ដោយ niun អញ្ចឹង niun គឺជាឆើមមានជើងដូច្នេះយើងត្រូវបូកជាមួយនឹង EAO ទៅជា 회사원이에요 회사원이에요 បន្តមកទៀតគឺពាក្យ 은행원 은행원 បុគ្គលិកធនាគារអញ្ចឹង won នៅខាងចុងហ្នឹងគឺបញ្ចប់ដោយ niun ដូចគ្នាអញ្ចឹងយើងត្រូវបូកជាមួយនឹង EAO ទៅជា 은행원이에요 은행원이에요 អញ្ចឹងលក្ខណៈថាបើសិនបើនាមដែលបញ្ចប់ដោយឆើមឬក៏មានជើងបែបនេះយើងប្រើជាមួយនឹង EAO ក៏ប៉ុន្តែលក្ខខណ្ឌទី2នៅពេលដែលនាមយើងត្រូវប្រើជាមួយនឹង YAYO វិញម្ដងគឺនៅពេលដែលនាមនោះបញ្ចប់ដោយ moum គ្មានជើង moum មានន័យថាស្រាក់ណាអញ្ចឹងនៅពេលដែលបញ្ចប់ដោយ moum គឺយើងបូកជាមួយនឹង YAYO ដូចជាពាក្យថា jupu jupu មានន័យថាមេផ្ទះយើងបញ្ចប់ដោយស្រៈ u ដែលជាស្រៈអញ្ចឹងយើងបូកជាមួយនឹង YAYO ទៅជា jupu YAYO jupu YAYO មានន័យថាគឺជាមេផ្ទះបន្តមកទៀតគឺ pheu 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 គឺតារាភាពយន្តបញ្ចប់ដោយ u ដូចគ្នាអញ្ចឹងយើងត្រូវបូកជាមួយនឹង YAYO ទៅជា pheu YAYO pheu YAYO 요리사 요리사 មានន័យថាចុងភៅបញ្ចប់ដោយស្រៈ a ស្រៈ a អញ្ចឹងយើងត្រូវបូកជាមួយនឹង YAYO ទៅជា 요리사 YAYO 요리사 YAYO ចាចុងក្រោយគឺពាក្យ 기자 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 មានន័យថាអ្នកកាសែតអញ្ចឹងបញ្ចប់ដោយស្រៈ a សំទោសឡើយនេះខ្ញុំសរសេរស្រៈ u ប៉ុន្តែបញ្ចប់ដោយស្រៈ a ណាបញ្ចប់ដោយស្រៈ a អញ្ចឹងយើងបូកជាមួយនឹង 기자 YAYO ណា 기자 YAYO ចាអញ្ចឹងនៅក្នុងមេរៀនរបស់យើងមានតែប៉ុណ្្នឹងទេបើសិនមកមានចម្ងល់អាចសួរសែបានណាអញ្ចឹងយករបួនអាចយកនាមដែលជាបញ្ចប់ដោយស្រៈឬក៏ភ្ជនជាអ្នកហ្នឹងយករបួនទៅបំបែកជាមួយនឹង EAO ឲ្យសែមហើយ comment នៅខាងក្រោមហ្នឹងយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ